អូខេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានឹងឯស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីម្ដងទៀតបងប្អូនដែលសារតែមានការสนับสนุนពីបងប្អូនតែងតែចូលក្នុង comment នៅលើវីដេអូរបស់ខ្ញុំបងប្អូនពាក់ព័ន្ធជាមួយនឹងការជាប់ recovery នៅលើទូរស័ព្ទដៃ Apple ឬក៏ Oppo ហ្នឹងណាបងប្អូនតែដោយសារតែពីមុនខ្ញុំនៅធ្វើនៅលើ version ទូរស័ព្ទយើង version ទាប version 7ឬក៏ version 6ចឹងទៅតែលើកនេះគឺខ្ញុំធ្វើនៅលើប្រភេទ version 11 13ចឹងទៅណាដោយសារតែខ្ញុំអត់មានទូរស័ព្ទស៊េរីនឹងយកមកបង្ហាញបងប្អូនទេដោយសារតែលែងសូវមានអ្នកប្រើឥឡូវចាំមើលបើសិនជាមានខ្ញុំមកប្រាប់ហើយបងប្អូនការជាប់បែបនេះខ្ញុំសូមបញ្យល់ប្រាប់បងប្អូនបន្តិចបើសិនជាករណីវាគ្រាន់តែយើងលេងទូរស័ព្ទអស់ថ្មយើងច្រឡំបើកហើយនេះយើងបើកអាបតុង power យើងនេះហើយនឹងអាបលីនដតបិទសំឡេងបើកសលេងក៏ដោយបើសិនជាករណីបងប្អូនច្រឡំចុចដៃប៉ះវាចែកហើយយើងបើកវាទៅបើកអា power នេះណាច្រឡំចុចអាក្រោមអាបិទសំឡេងហើយចុចអា power នេះទៅអានឹងវាធ្វើឲ្យវាចេញ recovery ហើយតែមួយទៀតមួយករណីទៀតគឺវាខូចបងប្អូនខ្ញុំខ្លាចតែបងប្អូនធ្វើបានដោយសារតែវាខូចអាប៉ាទីនអាបលីនបិទបើកសំឡេងនេះអាហ្នឹងតែវាចុចដើរក៏វាបើកមកចេញចឹងដែរអាហ្នឹងពេលដែលករណីទូរស័ព្ទយើងប្រើអស់ថ្មយើងបញ្ចូលទៅវាបើកអូតូទូរស័ព្ទលើវាចេញដកថ្មទៅវាបើកអូតូហើយបើកអូតូចឹងបើសិនជាករណីរបស់យើងអាបតុងបាត់បើកសំឡេងនេះវាអត់ដើរក៏វាឆ្លងដោយដំណាក់កាលឬប្រការណាមួយវានឹងធ្វើឲ្យវាចេញដល់ទម្រង់បែបហ្នឹងហើយទម្រង់បែបហ្នឹងបើសិនជាអាហ្នឹងបើសិនជាករណីវាខូចបងប្អូនតែនេះខ្ញុំក្នុងប្រាប់បងប្អូនក្នុងករណីដែលវាអត់ខូចទេដោយសារយើងអាចយើងបើកទៅវាជាប់ដៃបន្តិចឬក៏វាឆ្លងមកផ្លែតចឹងណាខ្ញុំប្រាប់បងប្អូនពីនៃការក្នុងការដោះវាដែលអត់ខូចពលីននេះចាំមើលបើសិនជាមានករណីភ្ញៀវគាត់យកទូរស័ព្ទមកធ្វើអីពាក់ព័ន្ធនឹងករណីបែបហ្នឹងចាខ្ញុំសុំគាត់ទុកហើយខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនឲ្យដឹងណាតោះឥឡូវដើម្បីដោះវាបានវាមានអីច្រើនទេបងប្អូនគាត់តែយើងបញ្យល់បងប្អូនឲ្យយល់បន្តិចណាកុំឲ្យបងប្អូនធ្វើតាមខ្ញុំហើយវាអត់បានអញ្ចឹងថាខ្ញុំបោកខ្ញុំអីទៀតចឹងទៅបាទឥឡូវខ្ញុំធ្វើឲ្យបងប្អូនទាំងអស់គ្នាបើសិនជាករណីបងប្អូនបើកមកឃើញវាចេញជាទម្រង់បែបហ្នឹងទូរស័ព្ទបងប្អូនណាបងប្អូនអាចរើសតាមខ្ញុំបានបងប្អូនចុចនៅលើភាសាអង់គ្លេសហ្នឹងហើយភាសាអង់គ្លេសបើសិនបងប្អូនចុចអត់ដើរទេឲ្យទូរស័ព្ទខ្លះចុចអត់ដើរទេកន្លែងហ្នឹងចឹងបងប្អូនអាចចុចអាសញ្ញានេះណាហ្នឹងហើយតែបងប្អូនខ្ញុំដើរចុចលើវាមកចុចលើវាមួយហើយបងប្អូនកុំយកពាក្យថា format នេះព្រោះមាន format កុំ format អសោះ format គឺអស់ហើយចឹងបងប្អូនចុចពាក្យថា reboot device ហ្នឹងហើយ reboot device ឬក៏យក turn off តែបើចឹងយក reboot ទៅវា reboot វាសាថ្មីចុច reboot ហើយយក OK មកចឹងករណីហ្នឹងគឺទូរស័ព្ទយើងនឹង boot ទៅដល់កម្មវិធីវិញដល់ស្វ័យប្រវត្តិដល់ខ្លួនឯងហ្មងចឹងវាចាញ់ហើយអាហ្នឹងវាករណីដែលវាអត់ឆ្លងបតុងសងខាងនេះបងប្អូនបញ្យល់បងប្អូនសារជាថ្មីម្ដងហើយម្ដងទៀតអូខេចឹងបងប្អូនរងចាំបន្តិចដើម្បីឲ្យវាស្អកកហ្នឹងហើយដើម្បីឲ្យវាបើកដល់កម្មវិធីហើយគឺខ្ញុំអត់ខាទេបងប្អូនគឺឲ្យវាដើរដល់ហើយបងប្អូនអ្នកមកថ្មីកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងហើយខ្ញុំនឹងចាប់ផ្ដើមធ្វើវីដេអូវិញដោយសារតែខ្ញុំមកវឹកនេះគឺខ្ញុំរវល់បងប្អូនខ្ញុំបញ្ជាក់ក្នុងវីដេអូបន្តអញ្ចឹងហើយគ្មានប្រូមនុស្សដូចតាណាទេគឺមនុស្សដដែលទេសំឡេងដដែលគាត់ដូចខ្ញុំនិយាយគឺរវល់ច្រើនមកវឹកនេះពីមុនយើងអត់សូវរវល់ឥឡូវវាមានការងារចូលច្រើនអញ្ចឹងរវល់ដែរអត់សូវមានពេលធ្វើទៅតុបការងារទៅម៉ោង10ម៉ោង10បាត់ហ្នឹងហើយឥឡូវដែលខ្ញុំកំពុងថតឲ្យបងប្អូននេះគឺខ្ញុំថតនៅម៉ោង2:10យប់បងប្អូនខ្ញុំឆ្លៀតធ្វើមកវីដេអូទៅដោយសារតែវីដេអូហ្នឹងមានបងប្អូនយើងគាត់ comment ច្រើនដែរអញ្ចឹងណាបងប្អូនរឿងយូរបន្តិចហ្នឹងខ្ញុំអត់ខាវីដេអូទេបងប្អូនអាចចុចខាទៅបើអត់ចង់ដឹងអត់ចង់លឺអញ្ចឹងណានេះបងប្អូនចេញគេញ៉ាំអាហ្នឹងករណីដែលទូរស័ព្ទយើងអត់មានបញ្ហាខូចអាបលីនបាត់បើកនេះចេញអាចធ្វើតាមទីខ្ញុំបានហើយបងប្អូនឃើញម៉ោងខ្ញុំមកធ្វើនៅម៉ោង12យប់14 នាទីថ្ងៃអង្គារថ្ងៃ11វិច្ឆិកាអូខេខ្ញុំចុចបើកមកគឺអូខេ 100% ចាំមើលបងប្អូននៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើរបៀបក្នុងការធ្វើឲ្យ Gemini និយាយភាសាខ្មែរបាទអរគុណ